បាទសួស្តីថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបនៃការប្រើប្រាស់កម្មវិធីមួយនៅក្នុង Windows ដែលយើងកំពុងប្រើប្រាស់គឺកម្មវិធី Hot Screen ឬក៏យើងហៅថា Screenshot ហ្នឹងមានន័យថាយើងអាចយកកម្មវិធីហ្នឹងវាជា tool មួយដែលយើងអាចយកមកប្រើប្រាស់ដើម្បីយើងថត screen បានអញ្ចឹងដើម្បីអាចប្រើប្រាស់វាបានយើងអាចចូលទៅកាន់ទាំង search បាទហើយយើងវាយពាក្យថា snipping tool បាទបាទអញ្ចឹងវានឹងលោតបង្ហាញឲ្យយើងឃើញតាក់ទងនឹង tool រូបកន្ត្រៃហ្នឹងអញ្ចឹងយើងចុចនៅលើវាមកបាទអញ្ចឹងក្រោយពេលដែលយើងចុចបានយើងអាចធ្វើការថត screen ទៅបាទយើងចង់កាត់ screen ហ្នឹងជារូបភាពប៉ុណ្ណាដែលយើងចង់បានបាទអញ្ចឹងយើងអាចចុចលើពាក្យ new បន្ទាប់មកយើងចង់បានរូបភាពហ្នឹងប៉ុណ្ណាយើងក្របប៉ុណ្ណឹងទៅបាទយើង select ក្របប៉ុណ្ណឹងទៅបាទអញ្ចឹងយើងបានរូបភាពមួយច្បាស់ប៉ុណ្ណឹងដែលយើងអាចយកទៅប្រើប្រាស់បានបាទអញ្ចឹងតាកតូននៅក្នុងនឹងវាមានមុខងារច្រើនដែលយើងអាចជ្រើសរើសនេះវាមាន rectangle បាទវាមានជាលក្ខណៈ window មាន full screen បាទមាន freeform បាទមានច្រើនមានតម្រងច្រើនតម្រងដែលយើងអាចជ្រើសរើសបាទចឹងនៅក្នុងនេះក៏មានមុខងារច្រើនបាទហើយនៅក្នុងនេះមានតាកតូនទៅនឹងការ highlight យើងគូ highlight ឧទាហរណ៍ថាយើងចង់ highlight ចំណុចណាមួយដែលយើងចង់បានបង្ហាញប្រាប់គេបាទចឹងយើងអាច highlight របៀបហ្នឹងឬក៏យើងគូសនេះតម្រង highlight តាមរបៀបនេះដែលយើងចង់បានបាទហើយកន្លែងនេះគឺ erase មានន័យថាយើងលុបវាចោលទាំងអស់នេះកន្លែងនេះបាទយើង erase ចោលបាទមានន័យថាយើងលុបចោលទៅលើអ្វីដែលយើងបាន highlight ចឹងវាមានមុខងារនៅក្នុងនឹងច្រើនបាទអញ្ចឹងនេះកន្លែងនេះមានច្រើនមានយើងចូល setting ហើយយើងទៅស្វែងយល់បន្ថែមទាក់ទងទៅនឹងអាហ្នឹងយើងអាច print អាចអីបានបាទបាទអញ្ចឹងកន្លែងនេះទាក់ទងនឹងការ copy រូបភាពរបស់យើងបាទអញ្ចឹងដើម្បីអាច save បានយើងចុចត្រង់កន្លែងប៊ូតុងនេះបាទប៊ូតុងsave ឬក៏យើងចុចទៅលើ P របស់យើង control ចុច control ជាប់ហើយចុចអក្សរ S អញ្ចឹងយើងអាចធ្វើការរក្សាទុកបានហើយបាទអញ្ចឹងខ្ញុំចុចនៅលើប៊ូតុង save ហ្នឹងហើយខ្ញុំធ្វើការរក្សាទុកនៅទីតាំងលើ desktop អញ្ចឹងខ្ញុំដាក់ឈ្មោះថា snipping tool បាទខ្ញុំដាក់ឈ្មោះថា snipping tool អញ្ចឹងកន្លែង extension នេះយើងអាចដាក់ជា JPG ក៏បានជា PNG ក៏បានជា GIF ក៏បានវាអាស្រ័យទៅលើតម្រូវការនៃការប្រើប្រាស់របស់យើងបាទអញ្ចឹងខ្ញុំចុច save បាទអញ្ចឹងវាជន់ឈ្មោះគ្នាដោយសារមុនគឺខ្ញុំបានរក្សាទុកឈ្មោះ snipping tool ដូចគ្នាអញ្ចឹងខ្ញុំធ្វើការ replace ទៅលើវាខ្ញុំចុច yes បាទចុះឥឡូវយើងទៅមើលឯកសាររបស់យើងដែលយើងបានធ្វើការរក្សាទុកបាទនេះខ្ញុំចុចមកបាទអញ្ចឹងនេះគឺជាឯកសារដែលយើងបានធ្វើការរក្សាទុកឈ្មោះថា snipping tool ហ្នឹងបាទអញ្ចឹងតើតើនឹងកម្មវិធីហ្នឹងខ្ញុំមានប៉ុណ្ណឹងប្រសិនបើមានចម្ងល់អាច comment សួរខាងក្រោមវីដេអូបានបាទអរគុណ